ta mà đăng vì một nghe sầm khăn nên lơ ca update macOS 26ដែលយើងហៅថាតាហោដែលជា beta version សម្រាប់ developer អញ្ចឹងគឺខ្ញុំមកបង្ហាញពីមុខងារសំខាន់ទី1តាក់ទងជាមួយនឹងការ design ដូចបងប្អូនបានដឹងអញ្ចឹងគឺ Apple បានដាក់ឈ្មោះវាថា Liquid Glass Design នេះឧទាហរណ៍ជាក់ស្ដែងគឺនៅ control center នេះវាការ design បែបហ្នឹងគឺថ្លាកញ្ចក់ហើយដូចអ្នកនរគ្នាអាចដឹងអញ្ចឹងគឺ dot នៅខាងក្រោមនេះក៏វាថ្លាដែរហើយដូចជានៅក្នុង setting នេះគឺវាមានការ update ច្រើនដែរតាក់ទងជាមួយនឹង shape របស់កម្មវិធីផ្សេងៗហ្នឹងហើយជាពិសេសនេះគឺប៊ូតុងនេះគឺវា update ហ្នឹងហើយ update គួរសមដែរអញ្ចឹងយើងចូលមកនេះខាងក្រោមទៀតមានការ update ច្រើននេះឃើញការ design របស់គេហ្នឹងហើយដូចខាងក្រោយនេះគឺកញ្ចក់ហើយជាភាសាគឺតាក់ទងជាមួយនឹង folder មកលើកនេះគឺយើងអាចcustomize ពណ៌បាននេះយើងអាច customize ពណ៌បានហើយមួយទៀតអ្នកនរគ្នាអាច remove ឬមួយក៏ customize ទៅលើ icon ដែលយើងបាន customize ពណ៌នឹងបានយើងអាចដាក់ជា icon អីផ្សេងៗក៏បានដែរនៅក្នុងហ្នឹងណាអូខេចំណុចមួយទៀតអ្នកនរគ្នាអាចមើលបាននៅក្នុង setting ចឹងអ្នកនរគ្នាអាច customize ទៅលើ icon បានចឹងយើងចូលមក setting មកបន្ទាប់មកនេះយើងចូលកន្លែងយើង customize ហ្នឹងមកនៅក្នុងហ្នឹងនេះគឺយើងអាច customize ពណ៌ color បានតាមអក្សរដែលយើងចង់បានពណ៌ color ហ្នឹងហើយមួយទៀតនេះ icon យើងអាចផ្លាស់ប្ដូរបានល្ងឹតហ្នឹងហើយនេះអានេះថ្លានេះបងប្អូនអាចឃើញអញ្ចឹងបងប្អូនអាចមើលគឺយើងអាច customize ទៅតាមអ្វីដែលយើងចង់បានអញ្ចឹងណាដូចបងប្អូនបានដឹងអញ្ចឹងការដែល update មកលើកនេះវាមើលទៅដូចជា Windows Vista ឬមកក៏ Windows 7អញ្ចឹងព្រោះដោយសារខ្ញុំធ្លាប់ប្រើគឺវាដូចមែនតើតាក់ទងជាមួយនឹងការ design Liquid Glass ហ្នឹងណាអញ្ចឹងចូលដល់ចំណុចទី2តាក់ទងជាមួយនឹង Spotlight Search នេះគឺការ update ធំមែនតើនៅលើ macOS 26អញ្ចឹងវាអាច search ទៅលើ history ក៏បានជា application ឬមកក៏ជា file ឬមកក៏ action អញ្ចឹងការ search ពីមុនណាគឺវា limit មែនតើក៏ប៉ុន្តែលើកនេះគឺវាអាច search ទៅដល់ deep local តែម្ដងគ្រប់កម្មវិធីអញ្ចឹងឧទាហរណ៍នេះដូចជានៅលើនេះគឺយើងអាច search shortcut ពី Spotlight ហ្មងក៏បានដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំ search QR code នេះ shortcut ឃើញទេ shortcut គឺយើងអាច search បានទៀតអញ្ចឹងពីមុនគឺអត់បានទេអញ្ចឹងចំណុចនេះគឺជាការ update ខ្ពស់មែនតើហើយនៅក្នុង shortcut ហ្នឹងផងដែរគឺខ្ញុំសូមណែនាំតាក់ទងជាមួយនឹងការដែលយើងអាចបង្កើត shortcut direct ជាមួយនឹង Apple Intelligence ក៏បានជាមួយនឹង ChatGPT ក៏បានដែលយើងអាចបង្កើត shortcut ឲ្យ AI នឹងធ្វើអ្វីមួយសម្រាប់យើងបានអញ្ចឹងគឺជាចំណុចល្អមែនតើអញ្ចឹងចំណុចមួយទៀតតាក់ទងជាមួយនឹង community ឬមួយក៏អាចហៅថា ecosystem របស់វា ecosystem របស់វាបើសិនជាអ្នកនរគ្នាប្រើ MacBook ឬមួយក៏ iPad ឬមួយក៏ iPhone ណាគឺអ្នកនរគ្នាប្រើ ecosystem តែមួយអញ្ចឹងមានន័យថាឧទាហរណ៍បើសិនជាអ្នកនរគ្នាចង់ call អ្នកនរគ្នាអាចធ្វើការ call ចេញពី MacBook ឬមកក៏ iPad ផ្ទាល់បានតែម្ដងគឺការ update ច្រើនមែនតើហើយវានឹង live notification នៅលើ status bar សម្រាប់បញ្ជូនដំណឹងឲ្យយើងទៀតហើយចូលដល់ចំណុចចុងក្រោយតាក់ទងជាមួយនឹងការ update game ការ update នៅក្នុងនេះគឺយើងអាចលេង game បានផ្ទាល់តែម្ដងគឺគេ offer តាក់ទងជាមួយនឹង game ជាច្រើនហើយខ្ញុំគិតថានៅថ្ងៃអនាគតអ្នកនរគ្នាអាចលេង game ធំតាក់ទងជាមួយនឹង game computer បានដូចគ្នាអញ្ចឹងលែងបារម្ភហើយអ្នកដែលចង់ទិញ MacBook មកលេង gameចឹងជាចុងក្រោយតាក់ទងជាមួយនឹង beta នេះខ្ញុំអត់ recommend ឲ្យអ្នកនរគ្នា update ទេព្រោះដោយសារវាមានបញ្ហាបច្ចេកទេសច្រើននិងបាត់ច្រើនមែនតើពេលខ្លះទៅ error ហើយជាពិសេសគឺថ្មវាឆាប់ក្តៅហើយស៊ីថ្មមែនតើតាមការតេស្តរបស់ខ្ញុំរយៈពេលប្រហែលថ្ងៃមកនេះអញ្ចឹងខ្ញុំអត់ recommend ឲ្យអ្នកទាំងអស់គ្នា update ទេបើសិនជាអ្នកទាំងអស់គ្នាចង់បានបទពិសោធន៍ថ្មីចង់ធ្វើការតេស្តអ្នកទាំងអស់គ្នាអាចឆាត direct មកខ្ញុំមកគឺខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រ update ជូនអ្នកទាំងអស់គ្នាតែ update ដោយទំនួលខុសត្រូវដោយខ្លួនឯងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបើសិនមានចម្ងល់អីអាច comment នៅវីដេអូខាងក្រោមបានអរគុណបាយបាយ